ជំរាបសួរឌីជេស៊ូស្ដីអ្នកគុណនិយមទាំងអស់គ្នាជួបជាមួយនឹងខ្ញុំអើកើថ្ងៃនេះខ្ញុំបានលើកយករឿងមួយដែលមានតួអង្គសំខាន់ដែលមានឈ្មោះថាស៊ីវយានយកមកសង្ខេបជូនទស្សនាឲ្យលើកុំឲ្យខាត់ពេលយូរយើងទៅទស្សនាទាំងអស់គ្នាផ្ដាំសេរីដំបូងយើងឃើញថាមីនារីអាកំបាំងម្នាក់បង្ហាញខ្លួនមករួចហើយក៏បានលួចយកសត្វចម្លែកថ្នាំទឹកប៉ុន្តែកូនសត្វខ្លាឃ្មុំថ្នាំទឹកនេះក៏បានរើបំប្រាស់ជាខ្លាំងស៊ីវយាននៅពេលដែលឃើញមានអ្នកលួចយកកូនសត្វថ្នាំទឹកទៅរួចហើយក៏បាននិយាយថាយើងគឺជួបគ្នាម្ដងទៀតហើយក្តឹបអ្នកឃើញហើយក៏បាននិយាយថានាងពិតជាប្រហើនខ្លាំងមែនទែនហ៊ានបង្ហាញមកនៅទីនេះពេលនោះសងចាំងក៏បាននិយាយថាមិនបាត់និយាយច្រើនជាមួយនឹងនាងទេគឺចាប់កាមតែម្ដងទៅពេលនោះស៊ីវយានក៏បានខាត់លើកនេះស៊ីវយានគឺត្រឹមត្រូវបន្តិចហើយនិយាយរួចពេលនោះនារីអាត់កំបាំងនោះក៏បានបញ្ចេញធម្មពលរួចហើយក៏បាននិយាយថាបើសិនជាចង់បានកូនសត្វថ្នាំទឹកនេះប្រយុទ្ធគ្នាសិនទៅរួចហើយក៏មានមនុស្សជាច្រើនបានចេញមកពីធម្មពលរបស់នារីអាត់កំបាំងនោះធ្វើឲ្យស៊ីវយានរបស់យើងមានការភ្ញាក់ផ្អើលផងដែរបន្ទាប់មកស៊ីវយានរបស់យើងក៏បានសម្លឹងមើលកែវភ្នែករបស់មនុស្សទាំងអស់នោះរួចហើយស៊ីវយានរបស់យើងក៏បានដឹងថាមនុស្សទាំងអស់នេះត្រូវបាននារីអាកំបាំងនោះគ្រប់គ្រងមធ្យោបាយរបស់នារីអាកំបាំងនេះពិតជាអស្ចារ្យខ្លាំងណាស់ដើម្បីកូនសត្វថ្នាំទឹកមួយក្បាលហ៊ានលះបង់គ្រប់យ៉ាងសូម្បីមនុស្សដែលនៅក្នុងបកជាមួយគ្នាបន្ទាប់មកក៏បានបើកឆាកប្រយុទ្ធគ្នាតែម្ដងគ្នារបស់ស៊ីវយានជាពិសេសនោះគឺចាំងសានក៏បានស្ទុះទៅវាប្រហារតែម្ដងតួឯកប្រុសរបស់យើងស៊ីវយានក៏មិនអន់នោះដែរក៏បានស្ទុះទៅចូលប្រយុទ្ធជាមួយនឹងប្រតិចាពីនារីអាកំបាំងនោះដឹងខ្លួនថាគឺមិនអាចយកឈ្នះពួកគេបាននោះទេរួចហើយក៏បានរត់ពេលនោះស៊ីវយានក៏បានដេញតពេលនោះនារីអាកំបាំងនោះរកក៏បានសរសើរទៅកាន់ស៊ីវយានថាលើបឿនពិតជាមិនធម្មតាពេលនោះស៊ីវយានកំពុងតែដេញតាមស្រាប់តែមានប្រតិចាពីអ្នកក៏បានវាប្រហារទៅលើស៊ីវយានមកកាន់ស៊ីវយានពេលនោះស៊ីវយានក៏បានវាប្រហារធ្វើឲ្យពួកគេដេកយូររួចហើយក៏បានដេញតាមនារីអាកំបាំងនោះបន្តទៀតនៅពេលដែលស៊ីវយានដេញតាមចិត្តទាន់នោះនារីអាកំបាំងនោះក៏បានឃើញដូច្នេះរួចហើយក៏បានវាប្រហារទៅលើស៊ីវយានពេលនោះក៏បានទាត់ស៊ីវយានមួយជើងប៉ុន្តែពេលនោះស៊ីវយានរបស់យើងក៏បានចាប់ជើងជាប់រួចហើយក៏បានក៏វាយខ្លួនមួយជុំរួចហើយក៏ចាប់កវាត់នារីអាកំបាំងម្នាក់នោះទៅខាងក្រោមបន្ទាប់មកនារីអាកំបាំងនោះក៏បាននិយាយថាគឺមិនទាន់ចប់ទេរួចហើយក៏វាប្រហារដោយលបឿនយ៉ាងលឿនរីឯស៊ីវយានរបស់យើងគឺមិនអន់នោះដែរលបឿនក៏លឿនកម្លាំងក៏ខ្លាំងពេលនោះស៊ីវយានក៏បានប្រើក្បាច់បាតដៃអធិរាជដើម្បីវាប្រហារទៅកាន់នារីអាកំបាំងនោះពេលនោះនារីអាកំបាំងនោះក៏បានប្រើក្បាច់យុទ្ធសាស្ត្រទី6ដើម្បីទប់ជាមួយនឹងក្បាច់បាតដៃអធិរាជនោះពេលនោះនារីអាកំបាំងនោះក៏បានដឹងថាមិនអាចយកឈ្នះទៅលើស៊ីវយានបានទេរួចហើយក៏បានដាក់មេប្រូចទៀតពេលនោះស៊ីវយានក៏បានដឹងមើលរួចហើយក៏បានប្រើលបឿនដ៏លឿនដើម្បីមកស្ទាក់មុខនារីអាកំបាំងនោះពេលនោះស៊ីវយានក៏បានហូរយកដាវធំរបស់ខ្លួនដើម្បីមកប្រយុទ្ធជាមួយនឹងនារីអាកំបាំងម្នាក់នោះនារីអាកំបាំងនោះក៏មិនណយរដែរក៏បានហូរដាវរបស់ខ្លួនដើម្បីយកមកទប់ជាមួយនឹងដាវធំរបស់ស៊ីវយានធ្វើឲ្យបែកធម្មពលដ៏ខ្លាំងក្លានិយាយរួចបន្តមកស៊ីវយានក៏បានរុញនារីអាកំបាំងនោះឲ្យថយក្រោយបន្តិចរួចហើយក៏បាននិយាយថាយើងឆាប់ចោះចាញ់ទៅនារីម្នាក់នោះក៏បានតបទៅវិញថាយល់សពទៅនិយាយរួចក៏ប្រយុទ្ធគ្នាលឿនដូចភ្នែកបន្ទោលក្បាច់គុណឬធម្មពលរបស់ស៊ីវយាននីមួយៗឡើងចង់បាច់ខ្ទេចលំហទៅហើយនៅពេលដែលនារីអាកំបាំងនោះកំពុងតែហោះរត់គេចនោះក៏បានត្រូវមួយធម្មពលរបស់ស៊ីវយានធ្វើឲ្យខ្ទេចសសរប្រាសាទមួយប៉ុន្តែមិនអីនោះទេនារីអាកំបាំងនោះក៏បានកំពុងតែទប់នោះស្រាប់តែស៊ីវយានក៏បានស្ទុះមកយ៉ាងលឿនរួចហើយក៏បានដាក់នារីអាកំបាំងនោះមួយដៃប៉ាំងធ្វើឲ្យនារីអាកំបាំងនោះខ្ទាតទៅយ៉ាងឆ្ងាយបន្តមកដោយអស់ជំរឿននារីអាកំបាំងនោះក៏បានប្រើក្បាច់មួយដែរក្បាច់នោះគឺជាក្បាច់គ្រប់គ្រងនៅពេលដែលស៊ីវយានកំពុងតែស្ទុះមកនោះក៏បានទៅគ្រប់គ្រងវិញ្ញាណដើម្បីឲ្យស៊ីវយានផ្អាកនិងជាប់គាំងបន្តិចរីឯវិញ្ញាណស៊ីវយានក៏បានសម្លឹងទៅមើលកែវភ្នែកយ៉ាងធំរបស់នារីអាកំបាំងនោះរួចហើយក៏បាននិយាយថាបើចង់គ្រប់គ្រងខ្ញុំទៅរៀន2ឆ្នាំទៀតទៅនិយាយរួចហើយក៏បានស្រោបធម្មពលរួចហើយក៏បានបញ្ចេញធម្មពលយ៉ាងខ្លាំងរំដោះខ្លួនពីធម្មពលរបស់នារីអាកំបាំងនោះនៅពេលដែលគ្រប់គ្រងរាងកាយបានមកវិញរួចហើយក៏បានស្ទុះដោយប្រើក្បាច់រន្ទះ5000ស្ទុះទៅកាប់នារីអាកំបាំងនោះឆ្វាយរួចហើយក៏បានផ្ទុះធម្មពលយ៉ាងខ្លាំងពេលនោះនារីអាកំបាំងនោះក៏បានធ្លាក់មកខាងក្រោមនិងរបូររបាំងមុខចេញពីមុខពេលនោះក៏បានងើបមកឡើងពេលនោះស៊ីយ៉ាងក៏បានភ្ជង់ដៃជាប់រួចហើយក៏បាននិយាយថាឲ្យប្រកោកូនវិសាចថ្នាំទឹកបានហើយឬនៅពេលនោះនារីម្នាក់នោះបាននិយាយថាកុំសង្ឃឹមមិនសោះនៅពេលដែលមើលគ្នាមើលចុះមើលឡើងក៏បានដឹងថាបន្ទាប់មកស៊ីយើងក៏បាននឹកឃើញថានាងក៏ដូចជាក្មេងស្រីដែលយើងធ្លាប់ស្គាល់ពីមុនពេលនោះស៊ីយើងក៏បាននឹកឃើញឈ្មោះរបស់នាងដែលមានឈ្មោះថាស៊ីនលីនដែលនាងគឺភ្ញាក់ផ្អើលខ្លះដែរបន្ទាប់មកស៊ីយើងក៏បានលូតជង្គង់រួចហើយក៏បាននិយាយថាបើមិនស្គាល់ខ្ញុំនាងក៏ស្គាល់ដាវធំរបស់ខ្ញុំខ្លះដែរនៅពេលដែលនាងសម្លឹងមើលដាវរួចហើយក៏បានសម្លឹងទៅមើលស៊ីវយានពេលនោះនាងក៏ចាំបានថាកាលនៅពីក្មេងស៊ីវយាននេះហើយដែលបានជួយសង្គ្រោះនាងអំពីមនុស្សអាក្រក់ទាំងនោះនៅពេលដែលស៊ីវយានសម្លឹងមើលដៃនាងរួចហើយក៏បាននិយាយថាដៃរបស់នាងគឺពិតជាស្រស់ស្អាតខ្លាំងណាស់ពេលនោះស៊ីវយានក៏បាននាំឈិនលឿនរត់ចេញពីកន្លែងមនុស្សអាក្រក់ទាំងនោះ
ពេលនោះស៊ីយើងបាននិយាយថាកុំខ្វល់ពីសម្ដីអ្នកដទៃវាសនាយើងគឺយើងជាអ្នកកាន់កាប់ដោយខ្លួនឯងសម័យរួយឈិនលៀនក៏បានចាំទាំងស្រុងបន្ទាប់មកតួឯប្រុសរបស់យើងស៊ីយើងក៏បានហុចដៃដើម្បីលើកឈិនលៀនរួចហើយក៏បាននិយាយថានាងឆាប់ងើបមកសិនមកបន្ទាប់មកឈិនលៀនក៏បាននិយាយថាយោគគ្នាពេញមួយថ្ងៃហើយទើបតែស្គាល់គ្នានៅពេលនេះបន្ទាប់មកឈិនលៀនក៏បានលេបថ្នាំមួយគ្រាប់រួចហើយក៏ប្រើក្បាច់គ្រប់គ្រងរាងកាយដើម្បីនាំព្រឹទ្ធាចារ្យទាំងអស់ទៅកន្លែងដាំអស់វិញពេលនោះក៏លេចមកមើលក្រុមកូននាងនឹងចាងសានវិញពេលនោះកូននាងបាននិយាយថាពួកយើងមើលទៅដូចជាបាត់ស៊ីយានបន្ទាប់មកនាំគ្នាក៏បានប្រើធម្មពលដើម្បីហោះរុករកស៊ីយានយើងក៏លេចមកមើលស៊ីយានកំពុងតែនិយាយគ្នាជាមួយនឹងឈិនលៀននេះវិញពេលនោះឈិនលៀនក៏បានសួរស៊ីយានថាតើលោកម្ចាស់ស៊ីយានមានរបួសកន្លែងណាដែរឬទេពេលនោះស៊ីយានបានតបទៅវិញថាគឺខ្ញុំមិនអីទេប៉ុន្តែអំបីមិនគឺខ្ញុំរៀងធ្ងន់ដៃបន្តិចហើយបន្ទាប់មកស៊ីយានព្រមទាំងអ្នកដទៃនេះក៏បានមកដល់ពេលដែលចូលមកដល់ដីក្តឹមនេះក៏បានចង្អុលមកទៅកាន់ឈិនលៀនរួចហើយក៏បាននិយាយថាលួចរបស់ហើយរត់គេចគឺមិនចេះខ្មាស់គេតតសោះសាយសៀនសួរទៅកាន់ស៊ីយនថាតើលោកមិនអីទេឬអ្នកក្លាហានរបស់យើងក៏បាននិយាយថាខ្ញុំមិនអីទេប៉ុន្តែពេលនោះសាយសៀនប្រងនឹងចាប់ការទៅហើយប៉ុន្តែត្រូវបានអ្នកក្លាហានរបស់យើងស៊ីយនខាត់តន់